និយាយពីខេត្តទឹកសម្រក់ទៅវិញណាបងប្អូនស្រុកខ្ញុំហ្នឹងគឺសម្បូរខ្លាំងមែនតើអាក្តាមស្រែហ្នឹងនៅពេលដែលគេភ្ជួររាស់ទៅនិយាយពីអណ្ដែតពេញស្រែហើយមានតែចាប់ទៅរកអីខ្លួនឯងទេជីកាត់ផ្សារឃើញគេបករួចស្រាច់ហ្នឹងបានហ៊ានទិញបើនៅរស់ល្វើកហ្នឹងក៏អត់ហ៊ានទិញដែរព្រោះអីខ្លាចបាបណាអត់ស្លាប់សត្វផងគិតទៅអាចថាកាន់សិល5ដែរហ្នឹងហងៃបាទឥឡូវក្តាមស្រែដើម្បីធ្វើឲ្យវាបានស្អាតល្អទី1យើងត្រូវបេះអាហ្នឹងចេញហើយទី2អាខាងស្ទះពោះខាងក្រោមវាហើយទី3សំខាន់បំផុតហ្នឹងគឺអាស័យម៉ៃទាំងសងខាងហើយនៅលើខ្លួនរបស់វាហ្នឹងសំខាន់បំផុតគឺអាហ្នឹងយកចេញឲ្យស្អាតមកគឺយើងអត់ភ័យបារម្ភរឿងពុលអីទេបាទពីបេះផ្នែកទាំង3ហ្នឹងបានស្អាតហើយខ្ញុំចាក់ត្រាំទឹកអំបិលវាបដាអញ្ចឹងណាបន្ទាប់ពីយើងបកហើយគឺខ្ញុំលាងសម្អាតវាដើម្បីឲ្យចេញក្អែដីបានល្អទុកវាមួយឡែកឲ្យស្រស់ទឹកខ្ញុំមកដាក់បំពងខ្ទឹមហើយដាក់ខ្ទឹមក្រហមហើយនឹងម្ទេសតាមចំណូលចិត្តឆាគ្រឿងនឹងឲ្យឡើងឈ្ងុយហើយខ្ញុំចាក់ក្តាមចូលបានញ៉ាំជាមួយនឹងអង្គកមុំក្អូបនេះទៀតហត់តែឆ្ងាញ់ព្រោះតែអង្គប្រភេទនេះបាយទុនឆ្ងាញ់ដាំញ៉ាំជាមួយម្ហូបអីហ្នឹងក៏អែមដែរមិញចង់កំងឲ្យហើយព្រោះទឹកមិនកិនហើយថ្មីនៅក្តៅឥឡូវងាកមកក្តាមរបស់ខ្ញុំនេះឡើងសន្លប់ហើយខ្ញុំដាក់ទឹកត្រីប៊ីចេងម្សៅស៊ុបហើយនឹងប្រេងខ្យងជាមួយនឹងស្ករត្នោតបន្តិចហើយខ្ញុំចាក់ទឹកសយើងធម្មតាហ្នឹងបន្តិចដែរដើម្បីឲ្យមានទឹករៀងផេកអញ្ចឹងដួសស្រូបលើបាយញ៉ាំវាទាំងក្តៅចេះទៅវាអត់សូវសង្ងាមហើយបើបានបាយនៅសកកទុនឆ្ងាញ់ដូចអង្គកមុំក្អូបនេះទៀតគឺញ៉ាំរត់តែជក់មាត់ទៀតបងអ្នកខ្លែមវិញមួយចាននេះវិញអត់ស្គៀបពោះទេមិនតែខ្ញុំនៅតែធ្វើការហែវហត់អស់កម្លាំងហើយបានមួយចាននេះគឺថាមានកម្លាំងព្រឹសហ្មងបងប្អូនហើយ